ตาเนี่ยមកធ្វើជាម៉ាក់ខ្ញុំដែរមែនទេអត់ទេខ្ញុំមករកការងារធ្វើទេមិនក៏អ្នកនិយាយជាមួយក្មេងបែបហ្នឹងចុះហេតុអីបានជាគេថាចង់រកមកឲ្យខ្ញុំព្រោះមនុស្សធំគិតថាអញត្រូវការម្នាក់តែអញចង់ឬមិនចង់គឺអាស្រ័យលើអញជាអ្នកនិយាយបើខ្ញុំមិនព្រមតើអ្នកយកព្រមទេបានតើមិនគួរមានអ្នកណាមកបង្ខំឲ្យអញទទួលយកអ្នកដទៃទេការជួបគ្នាថ្ងៃនេះចប់ត្រឹមហ្នឹងលោកកែពួកយើងមិនទាន់បាននិយាយជាមួយអានផងលោកប្រហែលជាមិនទាន់ជ្រើសរើសនាងទេដឹងកញ្ញាស៊ូនៅបន្តដើម្បីចរចាលក្ខខណ្ឌកុំអើប្រញាប់ជ្រើសរើសខ្ញុំអីលក្ខខណ្ឌរបស់ខ្ញុំត្រកូលកែប្រហែលជាទទួលយកមិនបានទេទីមួយខ្ញុំអាចមើលថែអានបានតែមិនអាចបង្ខំឲ្យគេហៅខ្ញុំថាម៉ាក់ទេមិនផ្ដល់ឋានៈមិនឲ្យហៅថាម៉ាក់ចុះបើអញ្ចឹងតើពួកយើងជួអ្នកមកធ្វើអីគ្រាន់តែការហៅមិនអាចដូរយកមនុស្សសញ្ជាតិណាបានទេអ្វីដែលលោកយាយចង់បានពិតប្រាកដគឺចង់ឲ្យមានអ្នកមើលថែអាននិងមានអ្នកនៅក្បែរគេមិនមែនចង់បង្ខំឲ្យគេធ្វើតាមលោកយាយទូតមួយម៉ាត់ចាំពេលខ្ញុំចង់ហៅចាំហៅបានទេពិតជាបានតើនេះជាលក្ខខណ្ឌទី1របស់ខ្ញុំចុះទី2វិញក្មេងទាំងពីរត្រូវទទួលបានការប្រព្រឹត្តស្មើគ្នាម៉ងនឹងមិនកេងចំណេញពីត្រកូលគូឡើយអានក៏មិនអាចអានខ្លួនមានឋានៈខ្ពស់ហើយតម្រូវឲ្យគេយកយកតាមនោះដែរអ្នកមិនបានសុំឲ្យត្រកូលគូជួយកូនស្រីរៀបចំជីវិតល្អបំផុតនោះទេខ្ញុំចង់ឲ្យគេព្យាបាលជំងឺឲ្យហើយចង់ឲ្យគេរស់នៅបានស្រួលប៉ុន្តែរឿងទាំងនេះខ្ញុំត្រូវរកដោយខ្លួនឯងគេមកនៅទីនេះគ្រាន់តែដោយសារគេមិនអាចចាក់ចេញបានខ្ញុំមិនមែនមកទីនេះដើម្បីធ្វើជាអ្នកស្រីម្ចាស់ផ្ទះទេអ្នកពិតជាខ្វះលុយណាស់តែបែរជាមិនព្រមឲ្យកូនស្រីទទួលបានច្រើនជាងខ្វះលុយអាចរកវិធីដោះស្រាយបានតែទម្លាប់ចាំតែសុំគេគឺពិបាកឯណាខ្ញុំចង់ឲ្យគេចេះដឹងគុណពេលអ្នកដទៃជួយតែមិនត្រូវចាត់ទុកទឹកចិត្តគេជារឿងធម្មតាឡើយតែលក្ខខណ្ឌទី3គឺជាអ្វីត្រូវបើកប្រាក់ខែមុនក្រោយចុះកិច្ចសន្យាខ្ញុំមិនលាក់បាំងទេការវះកាត់របស់ម៉ងមិនអាចរងចាំបានទេបានតែខ្ញុំមិនទាន់និយាយចប់ទេបើមួយខែក្រោយអានមិនទទួលយកខ្ញុំនឹងចាក់ចេញចំពោះលុយដែលបើកឲ្យខ្ញុំរួចហើយខ្ញុំនឹងទុកតាមចំនួនថ្ងៃដែលធ្វើការជាក់ស្ដែងក្រៅពីនោះខ្ញុំនឹងសង្វិញតាមដំណាក់កាលតើអ្នកដឹងទេថាលុយនោះច្រើនប៉ុណ្ណាពេលបានដល់ដៃហើយអ្នកនៅតែចង់សង្វិញមែនទេនោះជាលុយសង្គ្រោះជីវិតកូនស្រីខ្ញុំដូច្នេះហើយខ្ញុំចង់នៅទីនេះជាងអ្នកណាទាំងអស់តែខ្ញុំមិនអាចដោយសារតែខ្លួនឯងអស់ផ្លូវហើយបង្ខំក្មេងម្នាក់ទៀតឲ្យទទួលយកខ្ញុំនោះទេលក្ខខណ្ឌទាំង3របស់អ្នកខ្ញុំយល់ព្រមទាំងអស់អ្នកសម្រេចចិត្តបែបនេះចុះលោកយាយអ្វីដែលលោកយាយចង់បានមិនមែនជាអ្នកដែលអានព្រមនៅក្បែរទេអីតើខ្ញុំអាចមើលបានទេបាននេះជាផ្ទះដែលខ្ញុំគូក្មួយគូបានស្អាតណាស់ចុះហេតុអ្វីកន្លែងនេះនៅទំនេរខ្ញុំមិនទាន់ដឹងថាគូនរណាទេចាំគិតយឺតសិនចុះគំនូរនេះជារបស់ក្មួយចង់គូនរណាក៏បានដែរអាឡូស៊ូស្ដីម៉ោងវះកាត់របស់ស៊ូម៉ងត្រូវបានរុញមកមុនត្រូវបង់ប្រាក់បន្ថែមមុនម៉ោង5ល្ងាចនេះបើមិនដូច្នោះទេនឹងត្រូវលើកពេលសូមជួយទុកពេលឲ្យខ្ញុំដល់ម៉ោង5ផងខ្ញុំនឹងយកលុយទៅបងនៅរៀនអីទៀតសរសេររយៈពេលសាកល្បង1ខែឲ្យច្បាស់សរសេរខ្លឹមសារការងារឲ្យច្បាស់ខ្ញុំប្រញាប់ជួយសង្គ្រោះកូនស្រីតែមិនអាចទទួលយកលុយទាំងមិនដឹងរឿងបែបនេះទេឥឡូវបានហើយនៅលោកកែប្រាក់ខែត្រូវបានផ្ទេររួចហើយលោកអ៊ំអាចធ្វើការវះកាត់បានហើយលោកស្រីធំមានមនុស្សមួយគ្រួសារមកតាមរកពួកគេថាអ្នកស្រីស៊ូលួចយកលុយពួកគេទៅឲ្យគ្រួសារយកប្រគល់ខ្លួនគាត់ឲ្យភ្លាមពួកគេមកចំពេលល្អណាស់ដល់ពេលត្រូវទូទាត់គ្នាឲ្យច្បាស់ហើយគឺគាត់នឹងហើយដែលយកលុយត្រកូលលៃរត់បាត់ឥឡូវថែមទាំងបាននៅផ្ទះល្អបែបនេះទៀតអញថាខ្ញុំយកលុយត្រកូលលៃតាយកអស់ប៉ុន្មានជាង4សែននោះជាលុយរបស់គ្រួសារយើងទាំងមូលលោកកែកុំចាញ់បោកគាត់អីគាត់ធ្វើគ្រប់យ៉ាងដើម្បីតោងជើងគ្រួសារកែសូម្បីប្តីនិងឪពុកម្ដាយក្មេកក៏នាងមិនយកដែរទី1ខ្ញុំចេញព្រោះអ្នកប៉ះពាល់លុយវះកាត់របស់មេងទី2អ្នកព្រមលេងលេះដោយផ្ទាល់មាត់ទី3លុយគ្រប់សេនដែលខ្ញុំទទួលបានថ្ងៃនេះសុទ្ធតែជាប្រាក់ខែតាមកិច្ចសន្យាច្បាស់លាស់ធ្វើការមិនទាន់បានមួយថ្ងៃផងគេឲ្យអ្នកដល់ទៅជាង40,000អ្នកណាជឿបើកភ្នែកមើលឲ្យច្បាស់ទៅ5ឆ្នាំនេះខ្ញុំធ្វើការ3កន្លែងរាល់ខែប្រាក់ខែរាល់ខែផ្ទេរចូលកាតនេះទាំងអស់នេះជាប្រាក់ខែខ្ញុំធ្វើការនៅហាងបាយនេះជាចំណូលដែលខ្ញុំធ្វើការងារដោយដៃឲ្យគេរាល់ថ្ងៃខ្ញុំដឹកអីវ៉ាន់តាំងពីទីភ្លឹកលុយដែលខ្ញុំសន្សំតើមានអ្នកណាធ្លាប់ដាក់ចូល1សេនទេការចូលផ្ទះត្រកូលលុយដែលរកបានក៏ជារបស់គ្រួសារដែរចុះសម្រាប់មេងគាត់មានចំណែកដែរទេ5ឆ្នាំនេះទាំងថ្លៃពិនិត្យថ្លៃថ្នាំថ្លៃពេទ្យតើគាត់បានចេញលុយប៉ុន្មានគាត់ក៏មានការលំបាកដែរការបង់ប្រាក់ទាំង163លើកសុទ្ធតែជាឈ្មោះខ្ញុំពួកអ្នកតែងតែនិយាយថាជាគ្រួសារតែដែលមេងត្រូវការលុយលំបាករបស់ពួកអ្នកធំជាងមេឃទៅទៀតឥឡូវឃើញខ្ញុំបើកប្រាក់ខែពួកអ្នកក៏នឹកឃើញថាជាគ្រួសារតែមួយវិញចុះលុយ47,000នោះបាត់ទៅណាអស់ហើយ
សួរគាត់ទៅជីវិតខ្ញុំដឹងខុសហើយជួយខ្ញុំជាលើកចុងក្រោយទៀតមកខ្ញុំសន្យាថានឹងរស់នៅឲ្យបានល្អពាក្យនេះខ្ញុំចាំ5ឆ្នាំហើយសុខចិត្តដល់មហាអ្នកថាថ្ងៃក្រោយនឹងសងខ្ញុំវិញខ្ញុំដាច់យប់ធ្វើការអ្នកថាថ្ងៃក្រោយឲ្យខ្ញុំសោយសុខម៉ាងកំពុងរងចាំការអ្នកនៅតែនិយាយថាថ្ងៃក្រោយនឹងទទួលខុសត្រូវតែមេងមិនអាចរងចាំដល់ថ្ងៃក្រោយបានទេជីវិតខ្ញុំក៏មិនអាចរងចាំដល់ថ្ងៃក្រោយបានដែរចាប់ពីថ្ងៃនេះទៅបំណុលដែលអ្នកជំពាក់ត្រូវទទួលខុសត្រូវខ្លួនឯងការទទួលខុសត្រូវដែលម៉ងគួរមានឯងក៏កុំគិតចង់គេចវេសឲ្យសោះទៅវិញទៅរឿងដែលឯងបង្កត្រូវទៅនិយាយឲ្យច្បាស់នៅឈរធ្វើអីទៀតតើខ្មាស់គេមិនទាន់គ្រប់គ្រាន់ទៀតមែនទេថ្លៃវះកាត់របស់ម៉ងខ្ញុំរកបានដោយខ្លួនឯងហើយចាប់ពីពេលនេះទៅខ្ញុំនឹងមិនយកសេចក្តីសង្ឃឹមរបស់កូនស្រីទៅភ្នាល់ជាមួយអនាគតដែលគ្មានថ្ងៃមកដល់របស់អ្នកឡើយអ្នកច្បាស់ជាអាចឲ្យគ្រួសារត្រកូលគូជួយដោះស្រាយបានហេតុអីបានជាត្រូវប្រឈមមុខម្នាក់ឯងព្រោះខ្ញុំមកផ្ទះត្រកូលគូគឺដើម្បីធ្វើការមិនមែនមកដើម្បីរកបង្អែកទេខ្ញុំចង់ឲ្យម៉ងដឹងថាមនុស្សយើងអាចទទួលជំនួយពីគេបានតែមិនអាចប្រកល់ជីវិតខ្លួនឯងឲ្យអ្នកដទៃឡើយស៊ូឈីងស្វាគមន៍ដែលអ្នកនៅបន្តអ្នកស្រីស៊ូមន្ទីរពេទ្យទូរស័ព្ទមកការរៀបចំវះកាត់របស់ម៉ងមានការប្រែប្រួលត្រូវការឲ្យសាច់ញាតិទៅបញ្ជាក់ជាបន្ទាន់ខ្ញុំមិនបាច់បារម្ភពេកទេគ្រាន់តែរៀបចំតាមការណែនាំរបស់គីលីនអរគុណអ្នកខ្លាំងណាស់នៅមានបញ្ហាមួយទៀតខ្ញុំទើបតែចុះកិច្ចសន្យាថ្ងៃនេះមិនទាន់បានធ្វើការមួយថ្ងៃនៅឡើយទេមេងត្រូវវះកាត់នៅថ្ងៃស្អែកការបើកប្រាក់ខែមុនមានចែងក្នុងកិច្ចសន្យាដែលបានចែងគឺខ្ញុំធ្វើការមួយខែតែក្រោយការវះកាត់ខ្ញុំត្រូវនៅមន្ទីរពេទ្យមើលថែមេងក្នុងរយៈពេលខ្លីនេះខ្ញុំមិនទាន់អាចចូលទៅរស់នៅផ្ទះត្រកូលគូបានទេដូច្នេះការងារនឹងរាប់ចាប់ពីថ្ងៃដែលមេងចេញពីមន្ទីរពេទ្យមុនពេលនោះលុយនេះចាត់ទុកថាខ្ញុំបើកមុនពីគ្រួសារត្រកូលគូខ្ញុំត្រូវសរសេរលិខិតបញ្ជាក់មួយច្បាប់ទៀតលោកស្រីម្ចាស់ហេតុអ្វីលោកអញ្ជើញមកទីនេះអញទើបតែចុះកិច្ចសន្យារួចក៏រត់មកមន្ទីរពេទ្យបាត់ពិតណាស់ខ្ញុំត្រូវតែមកមើលអញហើយតើបំរុងយកលុយហើយមិនទទួលខុសត្រូវមែនទេកុំអារំភើបចាំខ្ញុំនាំ NN មកសិនគឺដើម្បីឲ្យអ្នកចូលកាន់តំណែងជាផ្លូវការមេងខ្ញុំសូមអង្គុយទីនេះបានទេបានលើកមុនអ្នកសួរថាហេតុអ្វីកន្លែងនេះទំនេរខ្ញុំនៅតែគិតមិនទាន់ចេញតើអ្នកអាចជួយគូររូបការមួយឲ្យខ្ញុំសិនបានទេតើអ្នកចូលចិត្តពណ៌អ្វីពណ៌លឿងដូចជាពន្លឺព្រះអាទិត្យថ្ងៃនេះធម្មតា NN មិនឲ្យអ្នកណាប៉ះរូបភាពនេះទេគេសុខចិត្តចែករំលែកព្រោះតែមេងសួរយោបល់គេមុនការគោរពមិនមែនមានតែសម្រាប់មនុស្សធំនោះទេក្មេងកាន់តែតូចមនុស្សធំកាន់តែត្រូវរក្សាការគោរពឲ្យពួកគេមេងធ្វើការវះកាត់ដោយស្ងប់ចិត្តណាស់ពីថ្ងៃនេះខ្ញុំមើលថែអ្នកមិនបាច់រត់ទៅរត់មកទេខ្ញុំបានចុះកិច្ចសន្យាហើយមិនអាចរុញរឿងគ្រប់យ៉ាងឲ្យអ្នកបានទេការមើលថែកូនស្រីខ្លួនឯងមិនមែនជាការគេចវេះពីការទទួលខុសត្រូវទេបើអ្នកពិតជាមានអារម្មណ៍មិនស្រួលក្នុងចិត្តចាំមេងចេញពីមន្ទីរពេទ្យសិនទៅដោះស្រាយបញ្ហាបាយកប់នៅផ្ទះត្រកូលគូបាយកប់ប៉ាមកផ្ទះយប់ជ្រៅរាល់ថ្ងៃកូនចង់ចាំញ៉ាំបាយជាមួយគាត់តែពេលគាត់មកដល់បាយត្រជាក់អស់ហើយថ្ងៃនេះមិនចាំប៉ាទេអីចាំតែញ៉ាំបាយសិនទៅការសន្យាថានឹងត្រឡប់មកវិញការឲ្យគេចាំទាំងឃ្លានគឺជារឿងពីរផ្សេងគ្នាប៉ាហេតុអីថ្ងៃនេះមកលឿនម្លេះព្រោះប៉ាសន្យាថានឹងមកកំដរកូននៅមិនទាន់គិតឃើញថាត្រូវគូររូបអ្វីក្នុងកន្លែងទំនេរហ្នឹងទេកូនគិតឃើញហើយ
แต่មុននឹងគូកូនមានរឿងមួយចង់សួរមេងស៊ូស៊ូមកចុះបន្ទាប់ពីមីងមករស់នៅទីនេះតើមីងនឹងយករបស់របរដែលម៉ាក់ទុកឲ្យចេញអស់ទេហេតុអីបានជាកូនបារម្ភពីរឿងហ្នឹងធ្លាប់មានគេនិយាយថាពេលម៉ាក់ថ្មីមកដល់របស់ចាស់ត្រូវតែប្រមូលទុកឲ្យអស់អ្នកណាប្រាប់ឯងវាមិនសំខាន់ទេខ្ញុំគ្រាន់តែចង់ដឹងថាលោកពូនិងអ្នកមីងនឹងធ្វើបែបហ្នឹងដែរឬអត់នឹងមិនអីចឹងទេរបស់ដែលម៉ាក់ឯងទុកឲ្យគឺជារបស់ឯងវាក៏ជាផ្នែកនៃជីវិតពីមុនរបស់ឯងនឹងពុកដែរអ្នកដែលមកតាមក្រោយគ្មានសិទ្ធិមកបោះរបស់ឯងចោលឡើយសូម្បីតែមួយដុំក៏មិនបោះចោលដែរមែនទេសូម្បីតែមួយដុំក៏មិនបោះចោលដែរថ្មីគ្រាន់តែមករកកន្លែងសម្រាប់ខ្លួនឯងមិនអាចមកដណ្ដើមកន្លែងរបស់គេឡើយទោះបីជាប៉ាខ្ញុំធ្វើខុសក៏ដោយតែម៉ាក់មិនដែលឲ្យខ្ញុំបោះរូបថតពីមុនចោលទេរឿងរ៉ាវដែលធ្លាប់កើតឡើងពីមុនវាមិនមែនបាត់បង់ន័យព្រោះតែយើងបដូរផ្ទះទេតើខ្ញុំអាចនាំអ្នកទាំងអស់គ្នាទៅមើលបន្ទប់របស់ម៉ាក់បានទេអូអ្នកព្រមឲ្យពួកគេចូលមែនទេព្រមតែត្រូវគោះទ្វារមុនពេលចូលអូខេនោះជាបន្ទប់របស់អ្នកជាអ្នកកំណត់ច្បាប់ទៅមិនភ្ជាប់ខាងក្រោមដើម្បីមើលវីដេអូពេញ